ថ្មីៗនេះក្រុមហ៊ុន Air Cambodia ទើបតែទទួលសមាជិកថ្មីរបស់ខ្លួនបាទនោះគឺយន្តហោះថ្មី model ATR 72600 ដែលជាប្រភេទយន្តហោះថ្មីខ្លាញ់គោយន្តហោះនេះគឺផលិតដោយក្រុមហ៊ុន ATR របស់ប្រទេសបារាំងដែលត្រូវបានគេទទួលស្គាល់ថាមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃប្រេងដ៏ល្អឥតខ្ចោះដែលប្រើប្រាស់ប្រេងតិចជាងយន្តហោះប្រភេទចាស់រហូតដល់15ទៅ 20% ហើយត្រូវការផ្លូវរត់ខ្លីជាមួយនឹងសម្លេងដ៏ស្ងប់ស្ងាត់នៅក្នុងយន្តហោះនិងផាសុកភាពជាងមុនជាមួយនឹងកន្លែងអង្គុយធំទូលាយនិងបរិក្ខារទំនើបជាច្រើនដែលមាននៅក្នុងយន្តហោះដែលអនុលោមទៅតាមស្តង់ដារបរិស្ថានចុងក្រោយបំផុតរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិហៅកាត់ថា ICAO នឹងត្រូវជាទុកចិត្តដោយក្រុមហ៊ុនអាកាសចរជាង200នៅក្នុងពិភពលោកសម្រាប់ការនាំយកយន្តហោះ model ថ្មីមកលើកនេះក្រុមហ៊ុន Air Cambodia គឺមានបំណងដើម្បីពង្រឹងនៅការហោះហើរក្នុងស្រុកនិងការហោះហើរទៅកាន់ប្រទេសជិតខាងរបស់យើងដើម្បីផ្ដល់នៅបទពិសោធន៍ថ្មីកាលពីថ្ងៃទី27ខែឧសភាឆ្នាំ2025ថ្មីនេះក្រុមហ៊ុន Air Cambodia ដែលពីមុនមានឈ្មោះថា Cambodia Angkor Air បានទទួលនៅយន្តហោះថ្មីមួយគ្រឿងខ្លាញ់គោពីរោងចក្រក្រុមហ៊ុន ATR ប្រទេសបារាំងដែលមានឈ្មោះថា ATR 72600 ជា model ថ្មីវាជាប្រភេទយន្តហោះខ្នាតតូចដែលហោះហើរក្នុងរយៈចម្ងាយជិតហើយមានម៉ាស៊ីនឬក៏យើងហៅថាស្លាបចាក់នៅពីខាងក្រៅដែលភាសាបច្ចេកទេសគេហៅថា True Ball Propellant ហើយសម្រាប់យន្តហោះនេះគឺមានសមត្ថភាពហោះហើរក្នុងចម្ងាយឆ្ងាយបំផុតគឺ900ម៉ៃលឬស្មើនឹង1528គីឡូម៉ែត្រសម្រាប់គ្រឿងបង្គុំរបស់វាគឺផលិតនៅប្រទេសបារាំងនិងអ៊ីតាលីហើយផលិតផលសម្រាប់គឺដំឡើងនៅប្រទេសបារាំងគឺនៅរោងចក្រផ្ទាល់តែម្ដងនៅក្នុងនោះផងដែរសម្រាប់ការផលិតនៅយន្តហោះមួយនេះក៏មានការចូលភាគហ៊ុនមួយចំនួនពីក្រុមហ៊ុន Airbus ដូចគ្នាបើយើងកលែកមកផ្លែតទៅមើល model ចាស់នៃត្រកូល ATR មួយនេះយើងនឹងឃើញថាពី model មួយគឺមានភាពស្រដៀងគ្នាខ្លាំងបើយើងមើលពីខាងក្រៅផ្លែតគឺវាមានភាពស្រដៀងគ្នាមែនតើប៉ុន្តែខុសគ្នាត្រង់ថា model ថ្មីគឺមានទំនើបជាងមុនទាំងបេតិកាផ្នែកខាងក្នុងនិងម៉ាស៊ីនដែលម៉ាស៊ីនថ្មីបំពាក់នៅលើ ATR 72600នេះគឺមានកម្លាំងខ្លាំងល្បឿនលឿននិងមានសម្លេងតិចបូករួមជាមួយនឹងការសន្សំសំចៃប្រេងផងដែរសម្រាប់ model មុនរបស់ក្រុមហ៊ុន Air Cambodia មានឈ្មោះថា ATR 72500ជាប្រភេទយន្តហោះប្រើម៉ាស៊ីនដែលមានស្លាបចាក់នៅខាងក្រៅដោយ model ថ្មីនេះដែរប៉ុន្តែ model ចាស់ ATR 72500នេះគឺជា model ដែលផលិតដំបូងនៅក្នុងឆ្នាំ1997មកម្លេះដូច្នេះសម្រាប់បច្ចេកវិទ្យានិងបរិក្ខារផ្នែកខាងក្នុងរបស់យន្តហោះក៏វាមិនទាន់មានភាពទំនើបអីណាស់ណាដែរដូចជា model ថ្មីចំនួនក្រោយរបស់វាដែរដែលនេះគឺជាចំណុចខុសគ្នារវាង model ចាស់និង model ថ្មីសម្រាប់ model ថ្មីនេះគឺ ATR 72600នេះត្រូវបានផលិតឡើងដំបូងនៅក្នុងឆ្នាំ2010ហើយនិយាយបានថា model ថ្មីគឺត្រូវបានកែសម្រួលច្រើននិងបន្ថែមសមត្ថភាពទៅលើម៉ាស៊ីនក៏ដូចជាការអភិវឌ្ឍទៅលើផ្នែកបច្ចេកវិទ្យាដូចគ្នាបើយើងគិតទៅឆ្នាំផលិតសម្រាប់ពី model នេះគឺខុសគ្នារហូតដល់13ឆ្នាំដូច្នេះច្បាស់ណាស់ថា model ថ្មីពិតជាប្រសើរជា model ចាស់ច្រើនសម្រាប់គណិតខ្ញុំគិតថាកត្តាជាច្រើនដែលធ្វើឲ្យក្រុមហ៊ុន Air Cambodia ធ្វើការនាំយកយន្តហោះប្រភេទថ្មីនេះមកបម្រើសេវាអាកាសចរនៅក្នុងប្រទេសរបស់យើងគឺទី1យន្តហោះ ATR 72600មានភាពទំនើបសម្រាប់អ្នកដំណើរចំណុចទី2គឺអ្នកដំណើរនឹងហោះហើរជាមួយនឹងភាពរីករាយមិនមានសំឡេងឮខ្លាំងចេញពីម៉ាស៊ីនខាងក្រៅដោយ model មុននោះទេហើយសម្រាប់ model ថ្មីនេះគឺមានម៉ាស៊ីនស្ងាត់ចឹងធ្វើឲ្យការហោះហើរឬក៏ភ្ញៀវដែលស្ថិតនៅក្នុងយន្តហោះទាំងមូលគឺទទួលបាននៅអារម្មណ៍ស្ងប់ស្ងាត់នៅពេលដែលហោះហើរសម្រាប់ចំណុចទី3ដោយសារតែវាគឺជា model ចំនួនថ្មីរបស់ត្រកូល ATR អ្វីដែលកាន់តែពិសេសជាងគេនោះគឺយន្តហោះនេះមានសមត្ថភាពខ្លាំងស៊ីប្រេងតិចជាង model មុនរហូតដល់15ទៅ 20% ឯណោះដែលវាជួយសន្សំសំចៃនៅក្នុងការប្រើប្រាស់និងជួយទៅដល់បរិស្ថានផងដែរជាមួយនឹង model ATR 72600វិញនៅខាងក្នុងផ្នែកបន្ទប់បញ្ជាយន្តហោះឬភាសាបច្ចេកទេសគេហៅថា cabin cockpit ហ្នឹងគឺមានភាពខុសគ្នាច្រើនមែនទែនជាមួយនឹង model មុនរួមមានដូចជាប៊ូតុងបញ្ជានិងគ្រឿងបរិក្ខារបច្ចេកទេសយន្តហោះមួយចំនួនដែលគេត្រូវបានអាប់ដេតដើម្បីឲ្យវាមានភាពទំនើបជាងមុននៅក្នុងបន្ទប់បញ្ជានិងផ្ដល់នូវផាសុកភាពដល់ក្រុម pilot នៅពេលដែលហោះហើរជាមួយវាគួរបញ្ជាក់ថាយន្តហោះ ATR 72600ដែលបានមកដល់ប្រទេសកម្ពុជានេះគឺជាយន្តហោះគ្រឿងទី1
ក្នុងចំណោមយន្តហោះ3គ្រឿងដែលក្រុមហ៊ុន Air Cambodia បានធ្វើការបញ្ជាទិញពីរោងចក្រផ្ទាល់នៅប្រទេសបារាំងបើតាមរយៈការ research របស់ខ្ញុំគឺបានឃើញថាយន្តហោះដែលក្រុមហ៊ុន Air Cambodia បានបញ្ជាទិញមកសរុបគឺមាន3គ្រឿងសម្រាប់2គ្រឿងទៀតអាចនឹងរួចរាល់នឹងមកដល់ប្រទេសកម្ពុជានៅក្នុងកំឡុងចុងឆ្នាំ2025នេះឯងហើយបើយោងតាមការស្រាវជ្រាវបន្ថែមរបស់ខ្ញុំគឺក្រុមហ៊ុននឹងមានគម្រោងនាំយកយន្តហោះប្រភេទ Airbus A320 ថ្មីមួយគ្រឿងទៀតមកកាន់ទឹកដីប្រទេសកម្ពុជារបស់យើងដូចគ្នាជាថ្មីម្ដងទៀតសម្រាប់ខ្ញុំអ្នកដែលចូលចិត្តតាមដានវិស័យអាកាសចរណ៍មួយរូបខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តរីករាយមែនទែនដែលឃើញវិស័យអាកាសចរណ៍របស់ប្រទេសរបស់យើងគឺមានការរីកចម្រើនបែបហ្នឹងជាពិសេសគឺសប្បាយចិត្តនៅពេលដែលឃើញក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនាំយកនៅប្រភេទយន្តហោះថ្មីៗមកកាន់ប្រទេសកម្ពុជារបស់យើងយន្តហោះថ្មីបូករួមជាមួយនឹងពលានយន្តហោះថ្មីដែលរៀបចំនិងបើកដំណើរការនាពេលខាងមុខនេះវាពិតជារឿងអស្ចារ្យមែនទែនសម្រាប់វិស័យអាកាសចរណ៍ជាតិរបស់យើងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ